បងប្អូនបរិះម្នាក់ដែលបងប្អូនកំពុងតែឃើញនេះគាត់មានឈ្មោះថាអាប់រ៉ាហាំគាត់ប្រកបរបរគឺជាអ្នកបើកឡានដឹកទំនិញតែមកដល់ថ្ងៃមួយខ្លួនគាត់នឹងមានសំណាងដែលទេវតាប្រទានទឹកប្រាក់ចំនួន$30 លានសម្រាប់មនុស្សជាច្រើននៅពេលដែលឃើញគាត់ទទួលបានទឹកប្រាក់$30 លានអញ្ចឹងគេបាននិយាយថាខ្លួនគាត់នឹងគឺមានសំណាងយ៉ាងខ្លាំងដែលទេវតាប្រទានទឹកប្រាក់ដល់ច្រើនមហាសាលប៉ុន្តែសម្រាប់ខ្លួនគាត់វិញគាត់បាននិយាយថាបើសិនជាទេវតាប្រទានទឹកប្រាក់ច្រើនអញ្ចឹងមកឲ្យគាត់ហើយតែឲ្យគាត់មកជួបករណីឃាតកម្មអញ្ចឹងគាត់ស៊ូក្រីក្រល្អជាងអញ្ចឹងតើរឿងរ៉ាវនេះមានដំណើររឿងបែបណាតើដឹងជាមួយខ្ញុំទាំងអស់គ្នានៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2006គឺជាថ្ងៃដែលជីវិតរបស់អាប់រ៉ាហាំមានអាយុ40ឆ្នាំគត់ហើយជាថ្ងៃដែលបានផ្លាស់ប្ដូរជីវិតរបស់អាប់រ៉ាហាំជារៀងរហូតមកពីបុរសធម្មតាម្នាក់ដែលរកមួយថ្ងៃរស់មួយថ្ងៃតាំងពីក្មេងបានក្លាយទៅជាអ្នកមានក្នុងមួយពព្រិចភ្នែកបងប្អូនប្រកាសជាមានចម្ងល់ថាតើគាត់នឹងក្លាយទៅជាអ្នកមានដោយសារកត្តាអ្វីបើនិយាយឲ្យសាមញ្ញទៅគាត់មានដោយសារតែគាត់ត្រូវឆ្នោត$30 លានសម្រាប់រង្វាន់ធំ$30 លាននេះវាគឺជាក្តីស្រមៃដែលមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានពីព្រោះបើសិនជាមានទឹកប្រាក់$30 លានមែនពួកគេមិនចាំបាច់ធ្វើការមួយថ្ងៃទៅមួយថ្ងៃទៀតទេពួកគេយកលុយទាំងអស់នោះទៅចាយមួយជីវិតក៏មិនអស់ដែរប៉ុន្តែនៅណាទៅដឹងថាសំណាងដែលអាប់រ៉ាហាំទទួលបាននេះនាំមកនៅករណីឃាតកម្មដ៏កាចសាហាវមួយហើយចុងក្រោយគាត់បាននិយាយថាបើទឹកប្រាក់ទាំងអស់នេះធ្វើឲ្យគាត់មកជួបរឿងរ៉ាវបែបនេះគាត់ស៊ូក្រីក្រល្អជាងប៉ុន្តែមុននឹងទៅដឹងករណីឃាតកម្មមួយនេះខ្ញុំចង់ណែនាំអំពីខ្សែជីវិតរបស់អាប់រ៉ាហាំឲ្យបងប្អូនទាំងអស់គ្នាបានដឹងជាមុនសិនថាគាត់នឹងមានដើមកំណើតឬក៏ប្រភពបែបណាមុននឹងគាត់ក្លាយទៅជាអ្នកមានត្រឹមតែមួយពព្រិចភ្នែកអាប់រ៉ាហាំ Lee Sexsner គាត់កើតនៅថ្ងៃទី23ខែមេសាឆ្នាំ1966នៅក្នុងទីក្រុង Sebring រដ្ឋ Florida ទឹកដីអាមេរិកអាប់រ៉ាហាំមិនបានកើតនៅក្នុងគ្រួសារដែលមានឋានៈអ្វីទេហើយការដែលគាត់កើតនៅក្នុងគ្រួសារក្រីក្រវាអាក្រក់ទៅហើយប៉ុន្តែអ្វីដែលអាក្រក់ជាងនេះទៅទៀតឪពុកម្ដាយរបស់គាត់បានលែងលះគ្នាតាំងពីគាត់នៅក្មេងអញ្ចឹងទៅធ្វើឲ្យគាត់ក្លាយទៅជាក្មេងកំព្រាហើយគណៈពេលហ្នឹងគឺគាត់មានការពិបាកចិត្តយ៉ាងខ្លាំងក្នុងការជ្រើសរើសទៅនៅជាមួយនឹងឪពុកឬក៏ម្ដាយប៉ុន្តែចុងក្រោយមិនដឹងថាគាត់គិតបែបណាទេគាត់ក៏សម្រេចចិត្តទៅរស់នៅជាមួយនឹងម្ដាយរបស់គាត់តែម្ដាយរបស់គាត់មិនបានមើលថែគាត់បានដិតដល់ទេដោយសារតែម្ដាយគាត់នឹងរវល់តែរកប្រាក់ដើម្បីចិញ្ចឹមក្នុងគ្រួសារដោយសារតែអាប់រ៉ាហាំគាត់ធំដឹងក្តីក្នុងគ្រួសារដែលគ្មានឋានៈអញ្ចឹងទៅធ្វើឲ្យគាត់នឹងមិនសូវទទួលបានការអប់រំនិងចំណេះដឹងទេអញ្ចឹងជំរុញឲ្យគាត់ដើរផ្លូវខុសរហូតដល់គាត់រៀនដល់ត្រឹមថ្នាក់ទី7គាត់ក៏សម្រេចចិត្តឈប់រៀនការដែលគាត់ឈប់រៀនធ្វើឲ្យគាត់នឹងមិនមានសមត្ថភាពក្នុងការអាននិងសរសេរអក្សរឡើយដោយសារតែរៀនមិនបានជ្រៅជ្រះទើបធ្វើឲ្យជីវិតរបស់គាត់នឹងមានជម្រើសតិចខ្លាំងណាស់ក្នុងការរកការងារធ្វើការងារដែលគាត់អាចធ្វើបានដើម្បីរកប្រាក់ចំណូលនឹងមានតែការងារលំបាកប៉ុណ្ណោះមានពេលខ្លះដោយសារតែជីវភាពខ្វះខាតគាត់ក៏សម្រេចចិត្តលួចអីវ៉ាន់អ្នកដទៃដើម្បីយកមកចិញ្ចឹមគ្រួសារតែចុងក្រោយគាត់ក៏ត្រូវបានក្រុមមន្ត្រីសមត្ថកិច្ចចាប់ខ្លួនរួចបញ្ជូនទៅកាន់មណ្ឌលកែប្រែក្រោយពីគាត់ចេញពីមណ្ឌលកែប្រែគាត់ក៏បានកែប្រែខ្លួនរបស់គាត់ផងដែរហើយគាត់នឹងក៏ងាកមកចាប់ផ្ដើមធ្វើការងារជាកម្មករដើម្បីរកប្រាក់ចិញ្ចឹមជីវិតទោះបីជាគាត់រកប្រាក់មិនបានច្រើនក៏ពិតមែនតែគាត់សប្បាយចិត្តនឹងធ្វើដោយសារតែគាត់នឹងមិនចាំបាច់ទៅលួចទ្រព្យសម្បត្តិអ្នកដទៃទៀតទេមកដល់ថ្ងៃមួយអាប់រ៉ាហាំក៏រកឃើញក្តីសុខក្នុងជីវិតដោយបានទៅតាក់ទងស្នេហាជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថាអង់តូណេតហើយចុងក្រោយអ្នកទាំងពីរក៏បានបង្កើតបុត្រាម្នាក់រួមគ្នាទោះបីជាខ្សែជីវិតរបស់អាប់រ៉ាហាំរកឃើញក្តីស្រឡាញ់ដ៏ពិតប្រាកដក៏ពិតមែនប៉ុន្តែគាត់មានបញ្ហាហិរញ្ញវត្ថុដែលធ្វើឲ្យគាត់ជាមួយនឹងប្រពន្ធរបស់គាត់នឹងមានការឆ្លោះទើសទែងគ្នាជារៀងរាល់ថ្ងៃបងប្អូនអាចនឹងយល់ហើយថាជីវិតនៅតែម្នាក់ឯងនឹងវាលំបាកណាស់ទៅហើយចោះទម្រាំមានប្រពន្ធមានកូនឲ្យមើលថែតើវាលំបាកប៉ុណ្ណាតែទោះបីជាគាត់លំបាកបែបនេះក៏ពិតមែនក្នុងកំឡុងពេលនោះគាត់តែងតែយករឿងរ៉ាវដែលគាត់ពិបាកចិត្តហ្នឹងទៅប្រាប់មិត្តសម្លាញ់របស់គាត់អំពីទុក្ខលំបាកដែលគាត់បានជួបអំពីបញ្ហាដែលគាត់ត្រូវប្រឈមមុខមិត្តភក្តិរបស់គាត់ម្នាក់នោះមានឈ្មោះថា Gray ហើយ Gray ហ្នឹងគឺជាមិត្តដ៏ល្អដែលតែងតែស្ដាប់រាល់គំនិតនិងបញ្ហារបស់អាប់រ៉ាហាំដែលគាត់តែងតែរអ៊ូឲ្យស្ដាប់នៅពេលដែល Gray បានស្ដាប់រាល់បញ្ហារបស់អាប់រ៉ាហាំហើយគាត់តែងតែលើកទឹកចិត្តអាប់រ៉ាហាំឲ្យគាត់នឹងខំប្រឹងតស៊ូជាមួយនឹងជីវិតរហ
ហូតមកដល់ថ្ងៃទី15វិច្ឆិកាឆ្នាំ2006នៅពេលដែលអាប់រ៉ាហាំនិងមិត្តរួមការងាររបស់គាត់ម្នាក់ដែលមានឈ្មោះថា Michael ឈប់នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដើម្បីហូបបាយនៅពេលដែលគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហូបបាយថ្ងៃត្រង់រួចហើយអាប់រ៉ាហាំនឹងសល់ទឹកប្រាក់$5គឺសល់$5នៅក្នុងខោប៉ៅដល់ពេលអញ្ចឹងទៅអាប់រ៉ាហាំក៏យកទឹកប្រាក់$5ហ្នឹងឲ្យ Michael ហ្នឹងទិញឆ្នោត2សន្លឹកមកឲ្យគាត់ហើយការទិញនេះគឺគាត់មិនបានគិតអីច្រើនទេបងប្អូនធ្លាប់ទទួលបានអារម្មណ៍កន្លែងហ្នឹងអត់ដល់ពេលដែលយើងសល់ប្រាក់ដែលមិនចាំបាច់ហើយគឺយើងទិញឆ្នោតចោលអញ្ចឹងដោយមិនរំពឹងអ្វីទាំងអស់ហើយខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងផងដែរថាខ្ញុំមិនជំរុញឲ្យបងប្អូនហ្នឹងទៅលេងល្បែងស៊ីសងទេជីវិតរបស់ខ្ញុំគឺស្អប់ល្បែងខ្លាំងណាស់គ្រាន់តែនេះគឺជាសាច់រឿងរបស់អាប់រ៉ាហាំនៅពេលដែលអាប់រ៉ាហាំឲ្យ Michael ទិញឆ្នោតឲ្យគាត់រួចហើយនៅយប់ហ្នឹងក៏ជាយប់ដែលគេត្រូវប្រកាសលទ្ធផលអ្នកឈ្នះឆ្នោតផងដែរអ្វីដែលសំខាន់នោះគឺថានៅយប់នោះអ្នកដែលត្រូវរង្វាន់ឆ្នោតធំចំនួន$30លានហ្នឹងគឺអាប់រ៉ាហាំនឹងឯងអញ្ចឹងអាចនិយាយបានថាខ្សែជីវិតរបស់អាប់រ៉ាហាំគឺផ្លាស់ប្ដូរត្រឹមតែមួយយប់ប៉ុណ្ណោះមួយសន្លឹក$30លានចោះទម្រាំ2សន្លឹកតើទឹកប្រាក់ប៉ុណ្ណាពេលនោះអាប់រ៉ាហាំពីអ្នកបើកបរដឹកទំនិញដែលមានជីវិតលំបាកតាំងពីក្មេងហ្នឹងបានក្លាយទៅជាអ្នកមានដោយនឹកស្មានមិនដល់មែនទេទៅគឺគាត់អាចរស់នៅយ៉ាងសុខស្រួលក៏បានដែរដោយមិនចាំបាច់ធ្វើការតទៅទៀតពីព្រោះទឹកប្រាក់ដែលគាត់ទទួលបានហ្នឹងគឺវាគ្រប់គ្រាន់ដែលគាត់នឹងប្រើប្រាស់ក្នុងមួយជីវិតរបស់គាត់ហើយនៅថ្ងៃដែលអាប់រ៉ាហាំទៅទទួលរង្វាន់ដោយខ្លួនឯងហ្នឹងគាត់បានផ្ដល់បទសម្ភាសន៍ថាទោះបីជាជីវិតរបស់គាត់មានប្រាក់ច្រើនបែបនេះក៏ពិតមែនគាត់នឹងនៅតែរស់នៅបែបធម្មតាញ៉ាំអាហារនៅតាមចិញ្ចើមផ្លូវនៅតាមស្ថានីយ៍និងមិនផ្លាស់ប្ដូរជីវិតអ្វីនោះទេគឺធ្វើខ្លួនសាមញ្ញធម្មតាគោលបំណងរបស់គាត់ដោយសារតែគាត់ធ្លាប់ក្រគាត់ចង់យកប្រាក់ហ្នឹងទៅផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ឲ្យរស់នៅបានសុខស្រួលជាងមុនជាទូទៅការទៅទទួលរង្វាន់ឆ្នោតនេះគឺមាន2វិធីទី1គណៈកម្មការរៀបចំការចាប់ឆ្នោតហ្នឹងនឹងផ្ដល់ទឹកប្រាក់ទាំងដុំតែម្ដងមានន័យថាបើត្រូវមួយសន្លឹក$30លានគឺគេឲ្យទាំងអស់តែម្ដងហើយវិធីទី2ហ្នឹងគឺគេបង់ប្រចាំខែមានន័យថាអាប់រ៉ាហាំកំណត់យកប្រមាណខែគឺគេបង់តាមខែខ្ញុំជឿថាបងប្អូនអាចនឹងយល់កន្លែងហ្នឹងប៉ុន្តែចុងក្រោយដោយសារតែអាប់រ៉ាហាំមិនចង់មានបញ្ហាវែងឆ្ងាយវែងឡាយអញ្ចឹងទៅគាត់ក៏សម្រេចចិត្តយកវិធីទី1គឺទទួលប្រាក់ទាំងដុំតែម្ដងនៅពេលដែលគាត់ឡើងឆាកទទួលរង្វាន់ណាអាប់រ៉ាហាំបានក្លាយទៅជាពលមានល្បីនៅក្នុងស្រុកហើយនៅលើគេហទំព័រជាច្រើនហើយត្រូវមនុស្សទូទាំងប្រទេសហ្នឹងស្គាល់គាត់ភ្លាមតែម្ដងការដែលគាត់ល្បីហ្នឹងមានទាំងគុណសម្បត្តិនិងគុណវិបត្តិបងប្អូននឹងមានចម្ងល់កន្លែងហ្នឹងហើយថាគុណសម្បត្តិអីគេនិងគុណវិបត្តិអីគេបន្ទាប់ពីអាប់រ៉ាហាំទទួលបានទឹកប្រាក់មិនបានប៉ុន្មានខែអាប់រ៉ាហាំគាត់ក៏បានទៅបង្កើតក្រុមហ៊ុនមួយដោយមានគោលបំណងយកចំណូលពីក្រុមហ៊ុននេះទៅផ្គត់ផ្គង់គ្រួសាររបស់គាត់មួយវិញទៀតគាត់ចង់ជួយប្រជាជននៅក្នុងទីក្រុងរបស់គាត់ជាពិសេសមនុស្សដែលគ្មានផ្ទះសម្បែងនៅហ្នឹងកុំឲ្យវេទនាតទៅទៀតខ្លួនគាត់ផ្ទាល់បានយកប្រាក់មួយផ្នែកហ្នឹងទៅទិញវីឡាដ៏ស្កឹមស្កៃសម្រាប់ខ្លួនឯងមានបន្ទប់4បន្ទប់ទឹក4និងអាងហាលទឹក1គាត់គិតថាវីឡាដែលមានទំហំប៉ុណ្ណឹងគឺអាចផ្គត់ផ្គង់គ្រួសាររបស់គាត់ឲ្យរស់នៅយ៉ាងមានសេចក្តីសុខហើយប៉ុន្តែអ្វីដែលគាត់មិននឹកស្មានដល់នោះគឺថាទោះបីជាគាត់មានផ្ទះមានប្រាក់ចំណូលក៏ពិតមែនជីវិតរបស់គាត់មិនស្ងប់សុខឡើយហេតុអីមិនស្ងប់សុខពីព្រោះរៀងរាល់ព្រឹកតែងតែមានមនុស្សចម្លែកមកចុចកណ្ដឹងមកផ្ទះដើម្បីសុំប្រាក់គាត់យើងនិយាយឲ្យសាមញ្ញគឺសុំទាននឹងឯងដោយសារតែគាត់ជាមនុស្សចិត្តធម៌ជាមនុស្សចិត្តល្អគាត់ក៏បានដាក់ទានតាមលទ្ធភាពដែលគាត់អាចដាក់បានប៉ុន្តែអ្វីដែលសំខាន់នោះគឺថាអ្នកសុំទានទាំងអស់នោះគឺមកសុំទានផ្ទះគាត់រាល់ថ្ងៃមួយអាទិត្យ7ថ្ងៃខ្ញុំជឿថាបងប្អូនប្រហែលជាយល់ហើយថាអ្នកសុំទាននៅពេលដែលពួកគេទៅសុំអ្នកណាបានហើយគឺគេតែងតែទៅសុំជាញឹកញាប់អាប់រ៉ាហាំក៏ដូចគ្នាដែរអ្នកសុំទានមកសុំរាល់ថ្ងៃហើយគាត់ក៏គិតថាវាមិនដែរណាអត់មកសុំរាល់ថ្ងៃអញ្ចឹងទេអានេះខ្ញុំនិយាយដោយអារម្មណ៍តិចចុះតែខ្ញុំជឿថាបងប្អូនអាចនឹងយល់ពីកន្លែងហ្នឹងបញ្ហាមិនចប់ត្រឹមនេះនោះទេបងប្អូនមានថ្ងៃមួយហ្នឹងក៏មានកណ្ដឹងចុចទៀតកណ្ដឹងមកផ្ទះគាត់ហើយគាត់ក៏ឆ្ងល់ថាចំតែណាគេមកចុចកណ្ដឹងសុំទានទៀតហើយប៉ុន្តែការចុចកណ្ដឹងលើកនេះមិនមែនត្រឹមតែជាការសុំទានទេបងប្អូនគឺមានលិខិតមកដល់មុខផ្ទះគាត់តែម្ដងហើយនៅពេលដែលគាត់បើកលិខិតនឹងមើលគឺលិខិតប្តឹងទៅលើអាប់រ៉ាហាំបងប្អូននឹងឆ្ងល់ថាតើការប្តឹងនឹងចោទពីបទអ្វីទៅលើអាប់រ៉ាហាំបងប្អូនអ្នកដែលមកប្តឹងអាប់រ៉ាហាំបងប្អូនដឹងថាពីណាគេគឺ Michael មិត្តរួមការងារដែលទិញសន្លឹកឆ្នោតឲ្យអាប់រ៉ាហាំនឹងឯង Michael គាត់បានអះអាងថាលុយដែលអាប់រ៉ាហាំទិញសម្បត្តិ
ឆ្នោតទៅហ្នឹងគឺជាលុយដែលអាប់រ៉ាហាំខ្ចីគាត់អញ្ចឹងរង្វាន់មិនគួរណាជារបស់អាប់រ៉ាហាំទេអញ្ចឹងទៅក៏មានការតស៊ូក្តីគ្នារវាងមិត្តសម្លាញ់នៅក្នុងតុលាការក្រោយពីកាត់ក្តីហើយតុលាការបានសម្រេចថាសម្បត្តិនោះគឺជារបស់អាប់រ៉ាហាំហើយរង្វាន់ក៏ជារបស់អាប់រ៉ាហាំដែរទោះបីជា Mitchell ថាលុយរបស់គាត់ក៏ដោយពីព្រោះ Mitchell មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការទាមទាររង្វាន់ពីអាប់រ៉ាហាំឡើយអញ្ចឹងអាប់រ៉ាហាំឈ្នះក្តីក្នុងការតតាំងនេះទោះបីជាគាត់ឈ្នះក្តីក៏ពិតមែនតែគាត់បាត់បង់ទាំងពេលវេលាប្រាក់កាសអ្វីដែលសំខាន់នឹងគឺបាត់បង់មិត្តសម្លាញ់របស់គាត់ក្រោយពីគាត់មានករណីតតាំងក្តីគ្នានៅក្នុងតុលាការអញ្ចឹងមកឈ្មោះរបស់គាត់កាន់តែល្បីលើសដើមហើយក៏មានអ្នកសារព័ត៌មានជាច្រើនទៅសុំសម្ភាសគាត់ជារៀងរាល់ថ្ងៃគាត់បាននិយាយថាមែនទែនទៅគាត់មិនចង់ល្បីអ្វីទេគាត់គ្រាន់តែចង់រស់នៅបែបធម្មតាចំណាយពេលជាមួយគ្រួសារនិងមិនចង់មានមុខមាត់នៅក្នុងសង្គមអ្វីឡើយតែមនុស្សមួយចំនួនព្យាយាមចង់ស្គាល់គាត់ព្យាយាមទៅស្និទ្ធស្នាលជាមួយគាត់ហើយចុងក្រោយពួកគេក៏សុំប្រាក់របស់អាប់រ៉ាហាំហើយមានអ្នកខ្លះទៀតគេបាននិយាយថាសុំប្រាក់យកទៅព្យាបាលជំងឺឪពុកសុំប្រាក់យកទៅសម្រាប់មើលការខុសត្រូវកូនរៀននិយាយរួមទៅមានគ្រប់រូបបែបហេតុផលដែលទៅខ្ចីប្រាក់របស់អាប់រ៉ាហាំអ្វីដែលសំខាន់ណាមានមនុស្សខ្លះវិញគឺគេនិយាយទៅធ្វើឲ្យអាប់រ៉ាហាំទន់ចិត្តអញ្ចឹងអាប់រ៉ាហាំក៏បានជួយទឹកប្រាក់មួយចំនួនផងដែរហើយម្នាក់ក្នុងចំណោមមនុស្សដែលអាប់រ៉ាហាំជួយនោះគឺថាមានមិត្តសម្លាញ់របស់គាត់ដែលមានឈ្មោះថា Gray នឹងឯង Gray អាប់រ៉ាហាំឲ្យខ្ចីចំនួន$1 លានដោយមិនគិតការប្រាក់ឡើយហើយអាប់រ៉ាហាំគិតថាទឹកប្រាក់ទាំងអស់នេះនឹងធ្វើឲ្យមិត្តសម្លាញ់របស់គាត់មានជីវិតរស់នៅយ៉ាងល្អប្រសើរដូចគាត់ដែរនេះគឺជាចេតនាដែលអាប់រ៉ាហាំឲ្យខ្ចីប្រាក់ប៉ុន្តែចុងក្រោយមិត្តសម្លាញ់ម្នាក់នេះក៏មិនក្បត់អាប់រ៉ាហាំដែរគឺគាត់បានសងប្រាក់មកអាប់រ៉ាហាំវិញដោយមិនមានខ្វះខាតសូម្បីតែ1សេនទោះបីជាអាប់រ៉ាហាំមានមិត្តសម្លាញ់ដ៏ល្អបែបនេះក៏ពិតមែនតែអ្នកសុំទាននៅតែមកសុំផ្ទះគាត់មិនឈប់មិនឈរឡើយចុងក្រោយដោយសារតែភាពរំខាននៅក្នុងផ្ទះធ្វើឲ្យអាប់រ៉ាហាំនឹងសម្រេចចិត្តទៅរស់នៅផ្ទះមិត្តភ័ក្តិរបស់គាត់មួយរយៈសិនហើយការដែលគាត់រត់គេចខ្លួនទៅរស់នៅផ្ទះមិត្តភ័ក្តិនេះដើម្បីគេចពីការរំខានពីក្រុមអ្នកសុំទានតែទោះបីជាគាត់គេចទៅរស់នៅផ្ទះមិត្តភ័ក្តិក៏ពិតមែនតែមានអ្នកខ្លះនៅតែខលទូរស័ព្ទមកសុំខ្ចីលុយគាត់ទៀតផងហើយគាត់នឹងក៏បានប្តូរលេខទូរស័ព្ទដើម្បីគេចពីការតាមខ្ចីលុយហើយមកដល់ថ្ងៃមួយហ្នឹងអាប់រ៉ាហាំគាត់ដាក់សំណួរសួរខ្លួនឯងថាតើការដែលគាត់ត្រូវឆ្នោតហ្នឹងវាគឺជាសំណាងឬជាអ្វីឲ្យប្រកាសបានជីវិតរបស់គាត់ហ្នឹងវាវេទនាដល់ថ្នាក់នេះហើយគាត់ក៏បានគិតដែរថាទឹកប្រាក់ដែលគាត់រកគឺវាវេទនាខ្លាំងណាស់ប៉ុន្តែអ្នកដែលមកសុំទានពីគាត់វិញយកទឹកប្រាក់ដែលគាត់ឲ្យទៅចាយវាខ្ជិះខ្ជាយដោយមិនចេះសន្សំសំចៃអញ្ចឹងទៅគាត់ក៏ដាក់សំណួរថាបើពួកគេមកសុំលុយខ្ញុំហើយពួកគេយកទៅចាយវាផ្ដេសផ្ដាសហេតុអីខ្ញុំជាម្ចាស់លុយហ្នឹងមិនព្រមចាយវាដើម្បីឲ្យជីវិតខ្លួនឯងហ្នឹងមានក្តីសុខខ្លះទៅហើយក្រោយពីគាត់បានគិតដូច្នេះភ្លាមចាប់ពីពេលនោះមកអាប់រ៉ាហាំក៏ចាប់ផ្ដើមធ្វើដំណើរកម្សាន្តដើរលេងផឹកស៊ីតាមបាររាល់យប់រស់នៅសប្បាយពេញទំហឹងដោយមិនខ្វល់ពីអ្នកណាឡើយគឺគាត់រកក្តីសុខឲ្យខ្លួនឯងគឺចង់មានន័យអញ្ចឹងហើយរឿងគឺថានៅពេលដែលអាប់រ៉ាហាំដើរលេងប៉ោឡៃអាវ៉ាសែអញ្ចឹងទៅធ្វើឲ្យប្រពន្ធដែលនៅផ្ទះមានការមិនពេញចិត្តជាមួយនឹងអាប់រ៉ាហាំឡើយពីព្រោះអាប់រ៉ាហាំមិនដែលនៅផ្ទះទេតែងតែដើរលេងរាល់យប់អ្វីដែលសំខាន់នឹងមិនដែលមានពេលសម្រាប់ប្រពន្ធកូនឡើយចុងក្រោយដោយសារតែប្រពន្ធរបស់អាប់រ៉ាហាំមិនអាចទ្រាំទ្រជាមួយនឹងចរិតរបស់អាប់រ៉ាហាំបានក៏សម្រេចចិត្តរៀបចំបង្វិចជាមួយកូនរត់ចេញពីផ្ទះដែលអាប់រ៉ាហាំទិញឲ្យទោះបីជាអាប់រ៉ាហាំត្រូវបានប្រពន្ធជាមួយកូនរត់ចោលក៏ពិតមែនតែជីវិតរបស់អាប់រ៉ាហាំមិនអាចការនោះទេពីព្រោះសម្បូរស្រីជាច្រើនដែលតែងតែមកចង់ស្និទ្ធស្នាលជាមួយនឹងអាប់រ៉ាហាំមែនទែនទៅស្រីទាំងអស់នោះចង់មកស្និទ្ធស្នាលជាមួយនឹងអាប់រ៉ាហាំគ្រាន់តែចង់បានប្រាក់ដែលអាប់រ៉ាហាំមានតែប៉ុណ្ណោះដោយសារតែអាប់រ៉ាហាំគ្មានជំនាញតាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុនិងមិនមានជំនាញក្នុងការនិយាយស្ដីដោយសារតែមិនបានរៀនគាត់ក៏យល់ព្រមឲ្យប្រាក់ដែលគាត់មាននឹងទៅកាន់មនុស្សណាដែលមកស្និទ្ធស្នាលជាមួយគាត់ដែលមកលួមលងគាត់អ្នកណានិយាយល្អគាត់ក៏ព្រមឲ្យទឹកប្រាក់នឹងទៅអ្នកណានិយាយមិនល្អគាត់ក៏មិនឲ្យរហូតមកដល់ថ្ងៃមួយអាប់រ៉ាហាំបានជួបជាមួយនឹងស្ត្រីម្នាក់ខ្ញុំសូមដាក់ឈ្មោះថានាងឌីទៅចោះនាងបានណែនាំខ្លួនទៅកាន់អាប់រ៉ាហាំដោយនាងនឹងបានប្រាប់ទៅកាន់អាប់រ៉ាហាំថានាងជាអ្នកជំនួញដែលមានគំនិតចង់សម្ភាសអំពីខ្សែជីវិតរបស់អាប់រ៉ាហាំដើម្បីយកទៅចងក្រងជាសៀវភៅហើយយកទៅដាក់ចំណាយអ្វីដែលសំខាន់នឹងនាងក៏បានប្រាប់អាប់រ៉ាហាំបន្ថែមទៀតថារាល់ចំណូលដែលគាត់បាននឹងយកមកបែងចែកភាគរយជាមួយនឹងអាប់រ៉ាហាំនៅពេលដែលអាប់រ៉ាហាំទទួលបានសំណើដូចនេះភ្លាមគាត់ក៏គិតថាអូខេបើគាត់គ្រាន់តែផ្ដល់ព័ត៌មានទៅកាន់នាងហើយ
នាងយកទៅសរសេរជាសិភៅក្នុងការចែកចាយប្រកាសថាគាត់មិនមានអ្វីត្រូវខាតបង់ទេមានតែចំណូលអញ្ចឹងជារៀងរាល់ថ្ងៃនាង DD នឹងតែងតែទៅជួបអាប់រ៉ាហាំនៅផ្ទះដើម្បីសម្ភាសយកព័ត៌មានពីជីវិតរបស់អាប់រ៉ាហាំទៅសរសេរសៀវភៅដំបូងគោលបំណងរបស់នាង DD នឹងគ្រាន់តែទៅសម្ភាសអាប់រ៉ាហាំរួចមកយករឿងរ៉ាវរបស់អាប់រ៉ាហាំនឹងទៅសរសេរសៀវភៅតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលនាងទៅជួបអាប់រ៉ាហាំយូរទៅធ្វើឲ្យនាងនឹងបានផ្លាស់ប្ដូរគោលដៅយ៉ាងម៉េចនាងមើលឃើញថាទោះបីជាអាប់រ៉ាហាំមានប្រាក់ច្រើនក៏ពិតមែនតែគាត់មិនមានចំណេះដឹងមិនមានសមត្ថភាពក្នុងការយកប្រាក់ទាំងអស់នោះទៅបង្កើតចំណូលបានទេអញ្ចឹងវាគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលយកប្រាក់ទៅទុកចោលនេះជាអ្វីដែលនាងឌីគិតដោយហេតុតែនាងមានចំណេះដឹងខាងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុដូច្នេះនាងក៏បានស្នើខ្លួននាងហ្នឹងទៅធ្វើជាលេខារបស់អាប់រ៉ាហាំនិងគ្រប់គ្រងទឹកប្រាក់របស់អាប់រ៉ាហាំទាំងអស់ហើយនាងសន្យាជាមួយនឹងអាប់រ៉ាហាំថាបើនាងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អាប់រ៉ាហាំពិតមែននាងនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់អាប់រ៉ាហាំដែលមានហ្នឹងបង្កើតចំណូលជាក់ជាមិនខាននៅពេលដែលអាប់រ៉ាហាំបានស្ដាប់សំណើរបស់នាងដូច្នេះភ្លាមគាត់ក៏បានគិតថាទោះបីជាខ្សែជីវិតរបស់គាត់ជួបតែមនុស្សដែលព្យាយាមសុំប្រាក់គាត់ក៏ពិតមែនតែមកដល់ថ្ងៃនេះគាត់បានជួបមនុស្សស្រីដ៏ល្អម្នាក់ដែលមានគំនិតចង់បង្កើតចំណូលឲ្យគាត់អញ្ចឹងទៅគាត់ក៏សម្រេចចិត្តយកនាង DD នឹងមកធ្វើជាលេខាផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិនិងមើលការខុសត្រូវប្រាក់ចំណូលដែលគាត់មានកន្លែងនេះខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានយល់បន្តិចថាអាប់រ៉ាហាំនឹងយកនាង D នឹងមកធ្វើជាលេខាផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដែលគាត់មានអញ្ចឹងចាប់ពីពេលនោះមកអាប់រ៉ាហាំគាត់មានអារម្មណ៍ថាខ្លួនគាត់នឹងមានសេចក្តីសុខយ៉ាងខ្លាំងដោយគាត់នឹងមាននាង DD មកគ្រប់គ្រងទ្រព្យសម្បត្តិរបស់គាត់ហើយគាត់ក៏មិនចាំបាច់ទៅជឿក្បាលច្រើនតាក់ទងជាមួយនឹងមនុស្សដែលតែងតែខលមកខ្ចីលុយគាត់ដែររាល់ពេលដែលមាននរណាម្នាក់ខលមករកគាត់តែងតែមិនលើកទូរស័ព្ទទេគាត់តែងតែប្រាប់ឲ្យតាក់ទងទៅនាង D ជំនួសទៅដែលជាលេខាផ្ទាល់ខ្លួនរបស់គាត់ចាប់ពីពេលនោះមកអាប់រ៉ាហាំក៏បានធ្វើដំណើរទៅក្រៅប្រទេសដើម្បីទៅដើរលេងកម្សាន្តពេលខ្លះវិញគឺគាត់ទៅជាច្រើនខែដោយមិនត្រឡប់មកវិញទេគាត់មានអារម្មណ៍ថាការដែលមាននាង D មកគ្រប់គ្រងទ្រព្យសម្បត្តិរបស់គាត់ធ្វើឲ្យគាត់នឹងមិនបាច់ឈឺក្បាលច្រើនជាមួយនឹងមនុស្សដែលតែងតែខលមកសុំលុយឬក៏មកគោះទ្វារមុខផ្ទះដើម្បីសុំប្រាក់ឡើយប៉ុន្តែរឿងគឺថាអញ្ចេះបងប្អូននៅពេលដែលអាប់រ៉ាហាំគាត់ទៅលេងនៅបរទេសយូរទៅស្រាប់តែបាត់ដំណឹងគាត់សូន្យឈឹងតែម្ដងស្ទើរតែមិនមានអ្នកណានឹងបានជួបមុខគាត់ឡើយអ្វីដែលសំខាន់នឹងសូម្បីតែក្រុមគ្រួសារមនុស្សដែលជិតស្និទ្ធក៏ដូចជាបងប្អូនរបស់អាប់រ៉ាហាំក៏មិនអាចតាក់ទងទៅអាប់រ៉ាហាំបានដែរជាពិសេសម្ដាយនិងសាច់ញាតិរបស់គាត់គឺមិនអាចតាក់ទងទៅអាប់រ៉ាហាំបានហើយតាក់ទងបានគឺមិនអាចនិយាយបានទេបានត្រឹមតែផ្ញើសារហើយបើមាននរណាម្នាក់ចង់តាក់ទងរឿងអ្វីមួយជាមួយនឹងអាប់រ៉ាហាំគេបាននិយាយថាឲ្យតាក់ទងទៅលេខារបស់គាត់ទៅជាងនេះទៅទៀតខណៈពេលដែលគាត់កំពុងតែធ្វើដំណើរជុំវិញពិភពលោកនាង D ក៏បានចេញទៅទារប្រាក់អ្នកណាដែលធ្លាប់ខ្ចីលុយរបស់អាប់រ៉ាហាំមានន័យថារាល់អ្នកជំពាក់អាប់រ៉ាហាំគឺនាង D ដែលជាលេខារបស់អាប់រ៉ាហាំនឹងដើរទៅទារលុយទាំងអស់អញ្ចឹងអាប់រ៉ាហាំគាត់មានសេចក្តីសុខខ្លាំងណាស់ដោយសារគាត់មិនចាំបាច់ទៅខ្វាយខ្វល់អំពីបំណុលអំពីអ្នកណាដែលធ្លាប់ខ្ចីលុយគាត់គឺមាននាង D ដើរទារទាំងអស់តែម្ដងមកដល់ត្រង់ចំណុចនេះមុននឹងខ្ញុំនិយាយបន្តទៅទៀតខ្ញុំចង់រៀបរាប់អំពីខ្សែជីវិតរបស់លេខាអាប់រ៉ាហាំឲ្យបងប្អូនទាំងអស់គ្នាបានដឹងបន្តិចសិនថានាងនឹងមានប្រភពមកពីណាធ្វើការអ្វីហើយចរិតលក្ខណៈរបស់នាងបែបណានាង D គាត់កើតនៅក្នុងឆ្នាំ1972កើតក្នុងគ្រួសារក្រីក្រស្រដៀងគ្នាជាមួយនឹងអាប់រ៉ាហាំដែរនាងមានអារម្មណ៍ថានាងកើតមកក្នុងគ្រួសារដែលគ្មានឋានៈអញ្ចឹងទៅធ្វើឲ្យនាងនឹងមានការខ្មាស់គេជាខ្លាំងមានពេលខ្លះនៅពេលដែលឪពុករបស់នាងជូននាងទៅសាលាមិនហ៊ានឲ្យឪពុកនឹងជូនទៅដល់មុខសាលាទេនាងសុកចិត្តឈប់ពាក់កណ្ដាលផ្លូវស៊ូដើរទៅសាលាល្អជាងហើយមូលហេតុដែលមិនឲ្យឪពុកជូនទៅដល់សាលាពីព្រោះខ្លាចមិត្តភ័ក្តិឃើញឪពុកក្រីក្រខ្មាស់គេគឺចង់មានន័យអញ្ចឹងនៅពេលដែលនាងធំពេញវ័យនាងក៏បានបញ្ចប់ការសិក្សាខាងផ្នែកគិលានុបដ្ឋាយិកាបន្ទាប់មកទៀតនាងក៏បានរៀបការជាមួយនឹងបុរសម្នាក់ហើយចុងក្រោយនាងក៏បានបង្កើតកូនជាមួយនឹងបុរសដែលនាងបានរៀបការជាមួយផងដែរមានន័យថានាងធ្លាប់មានគ្រួសារម្ដងរួចហើយទោះបីជានាងមានគ្រួសារដែលពោពេញទៅដោយសុភមង្គលក៏ពិតមែនប៉ុន្តែនាងមានចរិតអន់មួយយ៉ាងយើងអាចនិយាយអញ្ចឹងបើខ្ញុំនិយាយទៅវាជ្រុលខ្ញុំសុំទោសនាងមានចរិតអន់មួយយ៉ាងម៉េចគឺនាងចូលចិត្តលួចតាំងពីក្មេងនៅពេលដែលនាងចូលចិត្តលួចតាំងពីក្មេងអញ្ចឹងទៅចុងក្រោយនាងត្រូវបានក្រុមមន្ត្រីសមត្ថកិច្ចចាប់ខ្លួននាងនៅពេលដែលនាងចូលទៅលួចទំនិញនៅក្នុងហាងមួយកន្លែងហើយនៅពេលដែលចាប់នាងបានហើយក៏បញ្ជូននាងនឹងទៅមណ្ឌលកែប្រែដើម្បីតាមដានចរិតលក្ខណៈរបស់នាងនៅពេលដែលនាងបានចេញមកពីមណ្ឌលកែប្រែ
មិនយូរប៉ុន្មាននាងក៏បានធ្វើម្ដងទៀតបងប្អូននាងចាប់ផ្ដើមបោកប្រាស់ទឹកប្រាក់នៅក្នុងធនាគារដោយក្លែងបន្លំឯកសារហើយការក្លែងបន្លំឯកសារពេលនោះក៏ត្រូវបានមន្ត្រីសមត្ថកិច្ចចាប់ខ្លួនម្ដងទៀតដែរតែការចាប់លើកនេះគឺយកនាងទៅឃុំឃាំងប៉ុន្តែបន្ទាប់ពីនាងផុតទោសមកនាងក៏បានបដូរការងារពីគណនាលុបថាយិកាទៅធ្វើការនៅក្នុងក្រុមហ៊ុនប្រឹក្សាយោបល់តាក់ទងជាមួយនឹងសុខភាពពីព្រោះការងារនៅទីនោះគឺធ្វើឲ្យនាងមានប្រាក់ចំណូលខ្ពស់ដោយសារតែនាងមានជំនាញក្នុងការចរចានិងមានទំនាក់ទំនងល្អនាងក៏អាចឡើងតំណែងបានយ៉ាងលឿនប៉ុន្តែទោះបីនាងរកចំណូលបានច្រើនក៏ពិតមែនឬក៏មានប្រាក់ខែខ្ពស់ក៏ពិតមែនតែនាងនៅតែជំពាក់បំណុលគេបងប្អូនដឹងថាជំពាក់ដោយសារអីអត់មូលហេតុដែលនាងនៅតែជំពាក់បំណុលគេដោយសារតែនាងចូលចិត្តធ្វើខ្លួនដូចអភិជនអញ្ចឹងមិនថាជាគ្រឿងសម្អាងមិនថាជាគ្រឿងអលង្ការមិនថាជារបស់ប្រើប្រាស់គឺនាងប្រើប្រាស់តែរបស់ទំនើបនិងល្អតែប៉ុណ្ណោះដូច្នេះចំណូលរបស់នាងមិនអាចទៅផ្គត់ផ្គង់ចំណាយដែលនាងបានចាយឡើយអញ្ចឹងធ្វើឲ្យនាងនឹងជំពាក់បំណុលគេវ៉ាន់កហើយជាទម្លាប់របស់នាងចូលចិត្តធ្វើអ្វីក៏ដោយឲ្យសង្គមទទួលស្គាល់មានន័យថាសង្គមចូលចិត្តអីគឺនាងត្រូវតែមានរបស់នោះដូចជាករណីមនុស្សល្បីៗនៅក្នុងសង្គមជាដើមនៅពេលដែលមានអ្នកណាល្បីនៅពេលដែលមានអ្នកណាគេមានគេឈ្មោះនៅក្នុងសង្គមនាងតែងតែទៅស្និទ្ធស្នាលក៏ដូចជាសុំរាប់អានគេដើម្បីឲ្យមនុស្សម្នាមើលមកភ្ជាប់រូបភាពនាងជាមួយនឹងមនុស្សល្បីៗទាំងអស់នោះហើយអាប់រ៉ាហាំក៏ជាគោលដៅទី1របស់នាងដែរបងប្អូនប្រហែលជាបានដឹងហើយថានៅពេលដែលអាប់រ៉ាហាំត្រូវរង្វាន់ធំភ្លាមឈ្មោះរបស់អាប់រ៉ាហាំគឺត្រូវបានគេស្គាល់ទូទាំងប្រទេសតែម្ដងអញ្ចឹងអាប់រ៉ាហាំគឺជាគោលដៅទី1ដែលនាងចង់រាប់អានចុងក្រោយដោយសារតែនាងមានភាពស្ទាត់ជំនាញក្នុងការចរចាជាពិសេសការនិយាយស្ដីអញ្ចឹងទៅធ្វើឲ្យនាងបានក្លាយទៅជាលេខាផ្ទាល់ខ្លួនរបស់អាប់រ៉ាហាំសម្រាប់អាប់រ៉ាហាំវិញគេក៏មានមោទនភាពចំពោះខ្លួនគេដែរដោយគេគិតថាខ្លួនគេហ្នឹងមិនមានជំនាញក៏ដូចជាមិនមានចំណាស់ប៉ុន្តែគាត់មានលេខាផ្ទាល់ខ្លួនដែលមានសមត្ថភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិអញ្ចឹងគាត់គិតថាខ្លួនគាត់ក៏មានសំណាងម្នាក់ដែរតែបងប្អូនខ្ញុំចង់បញ្ជាក់បន្តិចបងប្អូននៅគណៈពេលហ្នឹងអាប់រ៉ាហាំនៅតែបាត់ដំណឹងសូនឈឹងនៅក្រៅប្រទេសបាត់ដំណឹងដល់ថ្នាក់ក្រុមគ្រួសាររបស់អាប់រ៉ាហាំហ្នឹងចាប់ផ្ដើមមានការសង្ស័យដូចមានអ្វីមួយកើតឡើងខុសប្រក្រតីខុសយ៉ាងម៉េចតាមគ្រួសាររបស់អាប់រ៉ាហាំដឹងអាប់រ៉ាហាំមិនចេះសរសេរ SMS មិនចេះសរសេរអក្សរឬក៏អានអក្សរអីទេប៉ុន្តែនៅពេលដែលតាក់ទងជាមួយនឹងអាប់រ៉ាហាំជា SMS គេសរសេរបានយ៉ាងត្រឹមត្រូវនិងត្រូវតាមអក្ខរាវិរុទ្ធទាំងអស់អញ្ចឹងក្រុមគ្រួសាររបស់អាប់រ៉ាហាំគិតថាមិនគួរណាអាប់រ៉ាហាំនឹងអាចសរសេរអក្សរបានល្អបែបនេះនោះទេរឿងមួយទៀតជាធម្មតារាល់ពេលដែលនិយាយជាមួយនឹងម្ដាយអាប់រ៉ាហាំតែងតែខកនិយាយជាមួយជានិច្ចដោយគាត់មិនចេះអក្សរប៉ុន្តែមួយរយៈពេលចុងក្រោយនេះអាប់រ៉ាហាំគេយកការសរសេរអក្សរជំនួសការនិយាយទៅវិញអញ្ចឹងក្រុមគ្រួសាររបស់អាប់រ៉ាហាំគឺមានការឆ្ងល់កន្លែងហ្នឹងអ្វីដែលក្រុមគ្រួសាររបស់អាប់រ៉ាហាំកាន់តែចម្លែកចិត្តយ៉ាងខ្លាំងនោះគឺថាឬក៏អ្នកសរសេរ SMS ឬក៏សរសេរសារនោះមិនមែនជាអាប់រ៉ាហាំលើសពីនេះទៅទៀតរាល់ពេលដែលមាននរណាម្នាក់ចង់និយាយជាមួយនឹងអាប់រ៉ាហាំពួកគេតែងតែផ្ញើសារឲ្យទៅនិយាយជាមួយនឹងលេខា DD ជំនួសទៅហើយអ្វីដែលក្រុមគ្រួសាររបស់អាប់រ៉ាហាំទទួលយកមិនបានជាពិសេសម្ដាយរបស់គាត់នោះគឺថានៅពេលដែលម្ដាយរបស់អាប់រ៉ាហាំប្រាប់ទៅកាន់នាង DD ថាទោះបីជាមិនបាននិយាយអ្វីច្រើនសុំត្រឹមតែឮសម្ដីរបស់អាប់រ៉ាហាំតែមួយម៉ាត់ក៏បានដែរនេះគឺជាអ្វីដែលម្ដាយរបស់អាប់រ៉ាហាំនឹងប្រាប់ទៅលេខារបស់អាប់រ៉ាហាំបងប្អូនដឹងចម្លើយរបស់លេខាគាត់ថាម៉េចទេពេលនេះបងអាប់រ៉ាហាំមិនចង់និយាយជាមួយនឹងអ្នកណានោះទេគាត់ចង់តែធ្វើដំណើរកំសាន្តតែម្នាក់ឯងនៅក្រៅប្រទេសជាឯកជនប៉ុណ្ណោះមិនចង់ដឹងរឿងអ្នកណាគេទាំងអស់មិនចង់ប្រាប់អ្នកណាថាខ្លួនគាត់នឹងនៅទីណានោះទេហើយមូលហេតុដែលគាត់មិនចង់ឲ្យមនុស្សដឹងថាគាត់នៅទីណាខ្លាចគេនឹងទៅសុំទានគាត់ដល់ទីនោះកន្លែងនេះបើយើងស្ដាប់ហេតុផលរបស់នាង DD និយាយក៏សមហេតុផលមួយយ៉ាងដែរពីព្រោះកន្លងមកនឹងអាប់រ៉ាហាំតែងតែមានអ្នកសុំទាននឹងតាមសុំទានគាត់នៅពេលនោះក្រុមគ្រួសាររបស់អាប់រ៉ាហាំមានការសង្ស័យនិងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អាប់រ៉ាហាំជាខ្លាំងប៉ុន្តែមកដល់ព្រឹកមួយបងប្អូនក្រុមគ្រួសាររបស់អាប់រ៉ាហាំនឹងក៏បានទទួលសម្បត្តិមួយសន្លឹកដែលនៅក្នុងសម្បត្តិនោះគេបានសរសេរថាផ្ញើមកពីអាប់រ៉ាហាំក្នុងសម្បត្តិនោះគេបានសរសេរថាពេលនេះខ្ញុំកំពុងធ្វើដំណើរកម្សាន្តយ៉ាងសប្បាយសូមអ្នកទាំងអស់គ្នាកុំបារម្ភពីខ្ញុំអីនៅពេលដែលខ្ញុំដើរលេងគ្រប់គ្រាន់ដើរលេងឆ្អែតហើយខ្ញុំនឹងត្រឡប់មកជួបអ្នកទាំងអស់គ្នាជាមិនខានពីខ្ញុំអាប់រ៉ាហាំហើយនៅក្នុងសម្បត្តិនោះផងដែរក៏មានទឹកប្រាក់មួយចំនួនជាប់មកជាមួយដើម្បីឲ្យក្រុមគ្រួសារយកទឹកប្រាក់ទាំងអស់នោះទៅចាយវាយប៉ុន្តែអ្វីដែលចម្លែកជាងធម្មតានោះគឺអាប់រ៉ាហាំមិនមែនជាមនុស្សដែលចេះសរសេរអក្សរទេអញ្ចឹងតើគាត់នឹងមានសមត្ថភាពពីណាក្នុងការសរសេរសម្បត្តិនោះអ្វីដែលសំខាន់ហ្នឹងគឺសរសេរបានស្អាតទៀតផងដោយហេតុតែក្រុមគ្រួសាររបស់អាប់រ៉ាហាំព្រួយបារម្ភពីកូនផងគិតថាមានចំណុចខុសប្រក្រតីច្រើនផងអញ្ចឹងទៅក៏សម្រេចចិត្តដឹងដំណឹងនេះទៅកាន់ក្រុមមន្ត្រីសមត្ថកិច្ចពីព្រោះក្រុមគ្រួសាររបស់អាប់រ៉ាហាំខ្លាចថា
អាប់រ៉ាហាំប្រហែលជាត្រូវបានមនុស្សនឹងចាប់ជំរិតឬក៏ឃុំឃាំងនៅកន្លែងណាមួយហើយមានអ្នកផ្សេងនឹងខ្លែងបន្លំថាអាប់រ៉ាហាំនឹងទៅដើរលេងនៅក្រៅប្រទេសនៅពេលដែលក្រុមមន្ត្រីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងនឹងភ្លាមក្រុមមន្ត្រីសមត្ថកិច្ចក៏ចាប់ផ្ដើមសាកសួរក៏ដូចជាសួរនាំសាច់ញាតិមនុស្សដែលស្និទ្ធស្នាលជាមួយនឹងអាប់រ៉ាហាំម្ដងម្នាក់ហើយការសួរនេះគឺសួរទាំងអស់រហូតដល់វេននាងឌីឌីដែលជាលេខារបស់អាប់រ៉ាហាំហើយនាងនៅតែឆ្លើយថាអាប់រ៉ាហាំគាត់មិនចង់ជួបអ្នកណាទេពីព្រោះតាំងពីគាត់ត្រូវរង្វាន់ធំមកសម្បូរអ្នកទៅសុំលុយគាត់ខ្លាំងណាស់ពេលនេះគាត់កំពុងតែធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសសូម្បីតែខ្លួននាងដែលជាលេខាហ្នឹងក៏មិនដឹងថាគាត់នឹងទៅលេងប្រទេសណាដែរដើម្បីឲ្យសមត្ថកិច្ចជឿទុកចិត្តលើនាងក៏បង្ហាញផុសតាងទូរស័ព្ទដៃរបស់នាងឲ្យក្រុមមន្ត្រីសមត្ថកិច្ចបានដឹងថានាងតែងតែផ្ញើសារ SMS ជាមួយនឹងអាប់រ៉ាហាំជារៀងរាល់ថ្ងៃទោះបីជាក្រុមមន្ត្រីសមត្ថកិច្ចទទួលបានផុសតាងមួយចំនួនតាក់ទងជាមួយនឹងអាប់រ៉ាហាំក៏ពិតមែនប៉ុន្តែនៅក្នុងក្រសែភ្នែករបស់ក្រុមមន្ត្រីសមត្ថកិច្ចនាងឌីឌីដែលជាលេខានឹងគឺជាជនសង្ស័យដំបូងគេតាក់ទងនឹងករណីបាត់ខ្លួនរបស់អាប់រ៉ាហាំបងប្អូនចំណុចចាប់ផ្ដើមនៃករណីឃាតកម្មក៏បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ក្រុមមន្ត្រីសមត្ថកិច្ចក៏បានទៅឆែកមើលប្រព័ន្ធទូរស័ព្ទរបស់នាងឌីឌីហើយគេរកឃើញព័ត៌មានដ៏សំខាន់រាល់សាររបស់នាងឌីឌីជាមួយនឹងអាប់រ៉ាហាំទៅវិញទៅមកនឹងត្រូវបានគេរកឃើញថានៅក្នុងប្រព័ន្ធទូរស័ព្ទក្បែរគ្នាដូច្នេះមានន័យថាអាប់រ៉ាហាំមិនបានទៅក្រៅប្រទេសឬក៏ទៅធ្វើដំណើរកម្សាន្តដោយដែលនាងឌីឌីបានផ្ដល់បទសម្ភាសន៍ឡើយនៅពេលដែលក្រុមមន្ត្រីសមត្ថកិច្ចទទួលបានផុសតាងទាំងអស់នេះភ្លាមក៏យកផុសតាងទាំងអស់នេះក៏ទៅបង្ហាញឲ្យនាងឌីឌីម្ដងទៀតឲ្យនាងបានដឹងនៅពេលដែលនាងឃើញផុសតាងដែលក្រុមមន្ត្រីសមត្ថកិច្ចដាក់បង្ហាញមកភ្លាមអាការៈរបស់នាងចាប់ផ្ដើមភ័យខ្លាចហើយនាងឆ្លើយបែបក្រលិចក្រឡុចមិនហ៊ានឆ្លើយត្រង់នោះទេអ្វីដែលសំខាន់នឹងក្រសែភ្នែករបស់នាងមិនហ៊ានមើលមុខទៅកាន់ក្រុមមន្ត្រីសមត្ថកិច្ចឡើយអញ្ចឹងគឺនាងមានអាការៈគួរឲ្យសង្ស័យចុងក្រោយដោយសារតែមានសម្ពាធពីក្រុមមន្ត្រីសមត្ថកិច្ចទើបនាងសារភាពថាអាប់រ៉ាហាំបានទុកទូរស័ព្ទឲ្យនាងទុកពិតមែនហើយនាងធ្វើរឿងបែបនេះឡើងមកតាមការស្នើសុំរបស់អាប់រ៉ាហាំតែប៉ុណ្ណោះពីព្រោះអាប់រ៉ាហាំគាត់ចង់ធ្វើដំណើរតែម្នាក់ឯងយ៉ាងឯករាជ្យនិងមិនចង់ឲ្យនរណាទៅរំខានគាត់ឡើយដោយហេតុតែក្រុមមន្ត្រីសមត្ថកិច្ចមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់លើរូបនាងដូច្នេះក្រុមមន្ត្រីសមត្ថកិច្ចក៏អនុញ្ញាតឲ្យនាងត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅតែតាមដាននាងគ្រប់សកម្មភាព24ម៉ោងមិនថាជានាងដើរទៅណាញ៉ាំបាយជាមួយនឹងអ្នកណាញ៉ាំបាយនៅពេលណាទៅទីតាំងណាគឺក្រុមមន្ត្រីសមត្ថកិច្ចតាមគ្រប់ជំហានតែម្ដងចុងក្រោយក្រុមមន្ត្រីសមត្ថកិច្ចក៏អាចប្រមូលបានភស្តុតាងគ្រប់គ្រាន់និងមានទំនុកចិត្តក្នុងការចោទប្រកាន់ទៅលើនាងឌីឌីអញ្ចឹងទៅពួកគេក៏បានចេញទៅចាប់ខ្លួននាងឌីឌីភ្លាមលើពីនេះនាងឌីឌីនៅតែបដិសេធមិនព្រមសារភាពនិងអះអាងថាខ្លួននាងមិនបានប្រព្រឹត្តកំហុសអ្វីទេប៉ុន្តែបន្ទាប់ពីសួរចម្លើយនិងដាក់សម្ពាធឲ្យនាងអស់មួយរយៈពេលធំទីបំផុតនាងក៏បានសារភាពទាំងអស់ថារឿងដែលអាប់រ៉ាហាំកំពុងតែធ្វើដំណើរនៅក្រៅប្រទេសនោះគ្រាន់តែជារឿងដែលនាងបានប្រឌិតឡើងតែប៉ុណ្ណោះតាមការពិតអាប់រ៉ាហាំគឺបានបាត់បង់ជីវិតហើយអ្នកដែលនៅពីក្រោយនៃការបាត់បង់ជីវិតរបស់អាប់រ៉ាហាំគឺលោកក្រេដែលជាមិត្តជិតស្និទ្ធរបស់អាប់រ៉ាហាំប៉ុន្តែរឿងគឺមិនចាប់ត្រឹមនេះនោះទេបងប្អូននៅពេលដែលនាងថាក្រេនៅពីក្រោយក្នុងការសម្លាប់អាប់រ៉ាហាំភ្លាមក្រុមមន្ត្រីសមត្ថកិច្ចក៏បានបង្ហាញភស្តុតាងមួយទៀតដែលនាងឌីឌីនឹកស្មានមិនដល់នាងឌីឌីបានថាក្រេគឺជាមនុស្សនៅពីក្រោយក្នុងករណីសម្លាប់អាប់រ៉ាហាំតែមែនទែនទៅក្រេគឺជាមនុស្សដំបូងគេដែលផ្ដល់សាក្សីក៏ដូចជាផ្ដល់ភស្តុតាងទៅឲ្យក្រុមមន្ត្រីសមត្ថកិច្ចនៅពេលដែលក្រុមមន្ត្រីសមត្ថកិច្ចហៅគាត់ទៅសួរចម្លើយដូច្នេះមានន័យថាក្រេគឺជារនុកក្នុងឬក៏បណ្ដាញរបស់ក្រុមមន្ត្រីសមត្ថកិច្ចខ្ញុំជឿថាបងប្អូននឹងមានការងឿឆ្ងល់ត្រង់ចំណុចនេះអ្វីដែលសំខាន់នឹងគឺថាតើក្រេនឹងគឺជាអ្នកណាឲ្យប្រកាសមែនទែនទៅកន្លងមកបងប្អូនប្រហែលជាបានដឹងហើយថាមានសម្បត្តិមួយច្បាប់ផ្ញើទៅឲ្យក្រុមគ្រួសាររបស់អាប់រ៉ាហាំថែមទាំងមានទឹកប្រាក់មួយចំនួនផងដែរមែនទែនទៅអ្នកដែលផ្ញើសម្បត្តិមួយនោះគឺក្រេនឹងឯងហើយមូលហេតុដែលក្រេផ្ញើសម្បត្តិនេះទៅឲ្យក្រុមគ្រួសាររបស់អាប់រ៉ាហាំគឺនាងឌីឌីតាក់ទងឲ្យក្រេជួយផ្ញើសម្បត្តិទៅឲ្យក្រុមគ្រួសាររបស់អាប់រ៉ាហាំផងដោយសារតែក្រុមគ្រួសារកំពុងតែព្រួយបារម្ភតាក់ទងជាមួយនឹងសុវត្ថិភាពរបស់អាប់រ៉ាហាំក្រេដោយហេតុតែជាមិត្តភក្តិគាត់ក៏ធ្វើតាមការស្នើសុំរបស់នាងឌីឌីមែនទែនទៅពេលហ្នឹងក្រេក៏មិនដឹង
ដែរថាអាប់រ៉ាហាំនៅទីណានោះទេលើពីនេះទៅទៀតនាងឌីឌីក៏បានណាត់ជួបក្រេនៅក្នុងហាងទូរស័ព្ទមួយកន្លែងហើយបានទិញទូរស័ព្ទជាច្រើនគ្រឿងការដែលនាងទៅទិញទូរស័ព្ទជាច្រើនគ្រឿងដូចនេះគឺដើម្បីឲ្យក្រេជួយធ្វើតាមអ្វីដែលនាងស្នើសុំមានន័យថាឲ្យលោកក្រេនឹងព្យាយាមខលទៅរកនាងព្យាយាមផ្ញើ SMS ទៅរកនាងជាប្រចាំហើយការដែលនាងធ្វើដូច្នេះគឺដើម្បីមានផុសតាងក្នុងការបង្ហាញទៅកាន់ក្រុមមន្ត្រីសមត្ថកិច្ចថាអាប់រ៉ាហាំគេបានផ្ញើ SMS មករកនាងនិងខលមករកនាងជាប្រចាំទាំងដែលអ្នកខលនិងអ្នកផ្ញើ SMS ហ្នឹងគឺជា Grey ទេលើពីនេះបងប្អូនរឿងដែលសំខាន់ណានៅពេលដែលនាង DD តែងតែតាក់ទងមកលោក Grey ដើម្បីឲ្យគាត់នឹងទៅជួយការងារជាប្រចាំអញ្ចឹងទៅលោក Grey ដោយសារតែគាត់រវល់ច្រើនគាត់ក៏បានណែនាំបរិះម្នាក់ឲ្យនាង DD បានស្គាល់ហើយគេនឹងមានឈ្មោះថា Mai Grey បានណែនាំថារាល់ការងារមិនថាធ្ងន់ឬស្រាលនាងអាចតាក់ទង Mai បានគេជាមនុស្សម្នាក់ដែលអាចពឹងពាក់បាននិងមានចិត្តល្អនៅពេលដែលនាង DD ដែលជាលេខារបស់អាប់រ៉ាហាំទទួលបាន Mai មកអញ្ចឹងទៅនាង DD តែងតែហៅ Mai ឲ្យមកជួយការងាររបស់នាងមកដល់ត្រង់ចំណុចនេះខ្ញុំជឿថាបងប្អូនប្រកាសជាមានចម្ងល់ថាតើក្រុមមន្ត្រីសមត្ថកិច្ចមានផុសតាងពីណាក្នុងការចោទប្រកាន់ទៅលើនាង DD បងប្អូនមែនទេទៅនៅពេលដែលក្រុមមន្ត្រីសមត្ថកិច្ចហៅនាងទៅសួរចម្លើយនិងចោទប្រកាន់លើរូបនាងក៏បានអះអាងថាតើមានផុសតាងឯណាដែលថាខ្ញុំនឹងគឺជាឃាតករក្នុងការសម្លាប់អាប់រ៉ាហាំនៅពេលដែលនាងនិយាយដូច្នេះភ្លាមក៏មានបរិះម្នាក់បានដើរចូលមកខាងក្នុងបន្ទប់ស៊ើបអង្កេតនឹងនៅពេលដែលបើកទ្វារចូលមកនាង DD បានដឹងថាតាមការពិតទៅ Mai ដែលជាមនុស្សដែលនាងជឿទុកចិត្តបំផុតឲ្យជួយការងាររបស់នាងនឹងគឺជាមន្ត្រីស៊ើបអង្កេតសម្ងាត់ដូច្នេះមានន័យថា Grey នឹងបានណែនាំក្រុមមន្ត្រីស៊ើបអង្កេតសម្ងាត់ឲ្យនាង DD បានស្គាល់មិនមែនជាសាច់ញាតិរបស់ Grey ទេលើពីនេះទៅទៀតផុសតាងដែលក្រុមស៊ើបអង្កេតសម្ងាត់ទទួលបាននោះគឺប៉ុន្មានខែមុនពេលដែលបាត់ខ្លួនអាប់រ៉ាហាំឬក៏មុនពេលដែលអាប់រ៉ាហាំទៅក្រៅប្រទេសនឹងស្វាមីចាស់ដែលជាប្តីចាស់របស់នាងនឹងត្រូវបាននាង DD នឹងហៅឲ្យមកជីករណ្ដៅនៅក្រោយផ្ទះក្បែរសួនច្បាររបស់នាងប៉ុន្តែមិនដឹងថាការជីករូងរណ្ដៅក្រោមដីនឹងដើម្បីធ្វើអ្វីនោះទេគាត់គិតត្រឹមថាការជីករណ្ដៅកន្លែងនឹងដើម្បីដាំផ្កាក៏ដូចជាដាំដើមឈើប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកទៀតនៅពេលដែលគាត់បើកឡានកាត់កន្លែងរណ្ដៅដែលគាត់ជីកនឹងគឺគាត់មិនឃើញមានការដាំអ្វីនោះទេគ្រាន់តែឃើញការចាក់សាបនៅកន្លែងនោះហើយផុសតាងកន្លែងនឹងធ្វើឲ្យក្រុមស៊ើបអង្កេតនឹងយកទៅភ្ជាប់ជាមួយនឹងព័ត៌មានដែលនាងធ្លាប់ឆ្លើយប្រាប់ក្រុមមន្ត្រីសមត្ថកិច្ចថាសួនច្បារដែលនាងបានចាក់បេតុងគឺមានអ្វីដែលនាងបានកប់ដោយហេតុតែសង្ស័យត្រង់ចំណុចនេះក្រុមមន្ត្រីសមត្ថកិច្ចក៏បានទៅឆែកឆេរផ្ទះរបស់នាងហើយចុងក្រោយក៏បានទៅជីករណ្ដៅដែលនាងធ្លាប់និយាយនឹងឯងពេលជីកមិនបានប៉ុន្មានក្រុមមន្ត្រីសមត្ថកិច្ចក៏ប្រទះឃើញសាកសពរបស់មនុស្សម្នាក់ហើយនៅពេលដែលយកសាកសពនោះទៅត្រួតពិនិត្យ DNA គេរកឃើញថាសាកសពនោះគឺជាសាកសពរបស់អាប់រ៉ាហាំនឹងឯងហើយផុសតាងមួយទៀតដែលគេរកឃើញរាល់ទ្រព្យសម្បត្តិរបស់អាប់រ៉ាហាំមិនថាជាផ្ទះគឺបានបដូរឈ្មោះទៅជាឈ្មោះរបស់នាងដូច្នេះមានន័យថាអាប់រ៉ាហាំបាត់បង់ជីវិតដោយសារតែយកនាង DD មកធ្វើជាលេខាសម្រាប់រឿងរ៉ាវមួយនេះគឺមានតែប៉ុណ្ណឹងបើសិនជាការរៀបរាប់ក៏ដូចជាបកស្រាយរបស់ខ្ញុំមានចំណុចខ្វះខាតត្រង់ប្រការណាមួយក៏សូមបងប្អូនអធិស្ឋានអរគុណបងប្អូនដែលតែងតែគាំទ្ររាល់ការធ្វើវីដេអូរបស់ខ្ញុំអរគុណបងប្អូនជួបគ្នាវីដេអូបន្ទាប់